នេះគឺជាម៉ូតូ ADV 160cc ឆ្នាំ2026មកបំពាក់ជាមួយកាំងស៊ីម៉ាំងម៉ូតប៉ោងការម៉ូតនេះគឺវាស្អាតហើយក្រាស់ល្អមាំជាពិសេសគឺពេញនិយមខ្លាំងមែនទែនហើយលក់ដាច់ខ្លាំងនៅហាងដុកទ័រម៉ូតូឥឡូវនេះយើងងាកមកចាប់អារម្មណ៍អំពីការផ្លាស់ប្ដូររាងថ្មីរបស់ម៉ូតូ ADV 160cc ឆ្នាំ2026នេះយើងឃើញថាម៉ូតូនេះចាប់ផ្ដើមអាប់ដេតរាងថែមទៀតហើយវាខុសពី2025ទៅលើផ្នែកមួយចំនួនធំអញ្ចឹងបងប្អូនដែលប្រើប្រាស់ម៉ូតូ ADV 2026បងប្អូនមិនមើលសូមសុំជាគៀងផ្នែកខាងមុខបាទវាមានកណែកណាត់ច្រើនតង់ជាងមុនណាហើយកន្លែងហ្នឹងហើយជាកន្លែងដែលបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នព្រោះម៉ូតូស៊េរីថ្មីគ្រឿងបន្លាស់មួយចំនួនគឺមិនទាន់មានទេហើយបច្ចុប្បន្នយើងដឹងហើយថាគ្រឿងបន្លាស់មួយចំនួនធំគឺចាប់ផ្ដើមមិនសូវជាសម្បូរឡើយអញ្ចឹងបងប្អូនដែលប្រើប្រាស់ម៉ូតូថ្មីក៏បីមានការថែទាំជាពិសេសគឺគួរតែដាក់កាំងការពារទៅយើងងាកមកមើលសម្រាប់កុងទ័រគឺប្រើប្រាស់ប្រភេទ Casio ទំនើបស្អាតមើលទៅវាប្លែកភ្នែកជាងមុនដែរប៉ុន្តែការថែទាំក៏គួរតែមានការថែទាំខ្ពស់ជាងមុនដែរអញ្ចឹងម៉ូតូកាន់តែទំនើបអ្វីគឺកាន់តែប្លែកកាន់តែថ្មីហើយតម្លៃក៏វាឡើងគួរសមដែរសម្រាប់ប្រអប់ដៃម៉ូតូនេះក៏មានការប្រែប្រួលដែរប្រអប់ដៃស្ដាំគឺធម្មតាទេដូចតែនឹង025ដែរក៏ប៉ុន្តែប្រអប់ដៃខាងឆ្វេងគឺមានការផ្លាស់ប្ដូរក៏ប៉ុន្តែខ្ញុំមើលទៅប្រអប់ដៃឆ្វេងនេះវាដូចជាអត់សូវមាំតំសោះអញ្ចឹងបងប្អូនដែលប្រើប្រាស់ម៉ូតូកុំឃើញមានកុងតាក់ច្រើនជាចុចលេងណាបងប្អូនជាពិសេសក្មេងៗប្រយ័ត្នឆាប់ខូចប្រអប់ដៃហ្នឹងដូរថ្មីប្រហែលតម្លៃក៏មិនធម្មតាដែរអញ្ចឹងគ្មានអីទេមានតែការថែទាំប៉ុណ្្នឹងឯងអ្វីដែលសំខាន់ទៅលើម៉ូតូអូតូទាំងអស់ឬក៏ម៉ូតូស៊េរីទំនើបបែបនេះជៀសវាងកុំឲ្យមានបញ្ហាកើតឡើងយើងពិបាករកគ្រឿងបន្លាស់ក្នុងការផ្លាស់ប្ដូរដែរ